វីដេអូនេះកុំឲ្យពួកત્રોព្រះសុទ្ធវាថាខ្ញុំហ្នឹងឃើញតារិះគន់ឃើញតែចាប់កំហុសរដ្ឋាភិបាលមួយខ្លាំងមិនក៏មិនចូលជួយរដ្ឋាភិបាលចូលជួយមកឥឡូវហ្នឹងវីដេអូនេះគឺខ្ញុំផ្ដល់ជាមតិទៅកាន់រដ្ឋាភិបាលឥឡូវពុកម៉ែបងប្អូនចង់ដឹងថាវាអញ្ចឹងមែនឬក៏មិនមែនពុកម៉ែបងប្អូនមកពិចារណាជាមួយខ្ញុំលើកចំណុចមួយចំនួនឲ្យពុកម៉ែបងប្អូនពិចារណាពីដើមឡើយពេលដែលរដ្ឋាភិបាលយើងនៅប្រកាន់ចំហចរចាជាមួយភាគីថៃមិនទាន់ប្រើយន្តការ ICJ វាចោទរដ្ឋាភិបាលយើងថាមានទំនាក់ទំនងបងធွာប្អូនធွာជាមួយនឹងភាគីថៃចង់កាត់ដីឲ្យគេដោយសម្ងាត់បានមិនប្តឹងទៅតុលាការ ICJ ដល់ហើយពេលដែលថៃវាបាញ់វរៈកងទ័ពខ្មែរយើងបាត់បង់ជីវិតនៅលើលេនដ្ឋានណារាជរដ្ឋាភិបាលយើងក៏ប្រកាន់ជំហរប្តឹងទៅតុលាការ ICJ ដើម្បីបញ្ចប់ចំនួនព្រំដែននឹងហើយវាចោទរាជរដ្ឋាភិបាលយើងថាមានវាំងនូនខ្មៅអីនៅពីក្រោយខុបខិតមានសន្លឹកបៀជាមួយសៀមអីចេះមួយចេះពីរមិនចេះចាប់មិនចេះហើយទេហើយថែមទាំងចោទទៀតថាការស្លាប់របស់កងទ័ពយើងនឹងជាការសម្ដែងល្ខោនដល់ហើយនិយាយអត់មានការពិតនិយាយចេញមកញុះញង់ប្រជាពលរដ្ឋគេដឹងសដឹងខ្មៅគេជឿជាក់លើយន្តការរបស់រាជរដ្ឋាភិបាលដែលប្តឹងទៅ ICJ គេចូលទៅជេរវាគ្រប់គ្នាគឺថាជេរឡើងពេញខមមិនបាត់បង់អ្នកគ្រប់គ្រងតែម្ដងចេញវីដេអូគេជេរចេញវីដេអូគេជេរដល់ហើយចាប់ផ្ដើមវត្តកតុយវា360ដឺការ៉េវាធ្វើនិយាយគ្រប់គ្រងចំណាត់ការរាជរដ្ឋាភិបាលពី3វីដេអូដល់ហើយសម្ដេចលោកលើកតាសាថាសុធាបើទោះបីជានៅក្រោមការគ្រប់គ្រងរបស់សំរងស៊ីមែនប៉ុន្តែសុធាដឹងក្តីជាងសំរងស៊ីដល់ពេលបានសម្ដេចថាប្តីលោកសរសើរភ្លាមអានោះឆ្លក់ទឹកមាត់ចាប់ផ្ដើមចេញមកនិយាយរឿងកោះរិស័យនឹងទៀតនិយាយថាកោះរិស័យនឹងមានយួនចូលទៅគ្រប់គ្រងរវល់តែខាងលិចទេឲ្យយួនស្ងាត់មកគ្រប់គ្រងកោះរិស័យតែកោះរិស័យរាល់ថ្ងៃនេះសុទ្ធតែខ្មែរសុទ្ធតែរីសតរបស់ខ្មែរហើយប្រជាពលរដ្ឋខ្មែរបានទៅលេងយ៉ាងច្រើនកុះកគ្មានយួនឯណានោះទេដល់និយាយអញ្ចឹងបងប្អូនសួរថាជាការញុះញង់ជាការលៀបពណ៌រាជរដ្ឋាភិបាលដែរឬទេហើយដល់ឥឡូវប្រជាពលរដ្ឋដឹងសន្តានចាប់ផ្ដើមមកធ្វើឯងជាអ្នកវិភាគជូនយោបល់ទៅរាជរដ្ឋាភិបាលដើម្បីយកឈ្នះសត្រូវណែបើចង់ជូនយោបល់អីនោះផ្ញើទៅប្រអប់សារ private របស់ថ្នាក់ដឹកនាំយើងទៅគឺបើកឲ្យផ្ញើតើមានទាំងលេខទូរស័ព្ទឲ្យប្រជាពលរដ្ឋទេចូលបានសេរីទៀតអញ្ចឹងហើយចង់ជូនយោបល់ចាប់ឲ្យគេធ្វើអីហ្នឹងទេទៅគេដល់ private ទៅកុំមកធ្វើឯងនិយាយតាមវីដេអូឲ្យថៃឲ្យសត្រូវគេដឹងពីចំហខ្លួនឯងនោះបើបំរុងទៅធ្វើអីហើយទៅប្រាប់គេពេញក្តែងនៅលើ Facebook អញ្ចឹងសួរថាទៅធ្វើអីយកឈ្នះគេបានមកធ្វើចេញវីដេអូយកលុយតែខ្លួនឯង